lan đi con chặt vào hầm đi cây mà bay nào về trần thương non đi hầm bao nan đi hai cho con lan đi con chặt vào hầm đi ពីដំបូងឡើយយើងចាស់ពីបងប្អូននៅវៀតណាមយើងរៀនពីគាត់ដើមកាហ្វេតាំងពី95ខ្ញុំថែទាំដោយប្រើកម្លាំងដាក់ជីបាញ់ថ្នាំកម្ចាត់សត្វល្អិតបើថាយើងស្រោចទឹកវាពិបាកហើយយប់អត់បានដេកទេតាំងពីម៉ោង6ល្ងាចដល់ម៉ោង5ព្រឹកតរហូតពីព្រោះយើងប្រើម៉ាស៊ីនដល់អញ្ចឹងទៅយើងស្រោចពេញ3យប់3ថ្ងៃដឹងមកពេញកាលនោះថ្នាំយ៉ាប់ណាស់ទល់ទៅវៀតណាមអត់មានចំការឡើងទៅខេត្តទៅអត់មានទៀតមានកន្លែងលក់ថ្នាំទៀតដល់ឲ្យយើងបាចជីគីមីទៅដីវាក្រហមខ្ញុំចង់ឲ្យកំណត់ថ្មីហើយចំណេះដឹងថ្មីចង់តែដឹងរតនាទេកាលនោះដល់ឆ្នាំ2024ខាង IDA មកជួបមកចំណាស់សំណាលនៅស៊ីហ្វាហើយដល់ខ្ញុំទៀតខ្ញុំឃើញដូចជាទិន្នផលវាខុសគ្នាកាលយើងមិនទាន់នៅជាមួយ IDA វាបានតិចទេបើថាអត់មាន IDA អត់មានមន្ទីរកសិកម្មដឹងចោលមកខាង IDA ឆ្នាំមុន120ដើមហ្នឹងបាន800គីឡូហើយរួចពីហ្នឹងយកទៅចការខ្លួនឯង120ដើមដែរបានតែ400គីឡូខាង IDA និងមន្ទីរកសិកម្មជួយណែនាំបច្ចេកទេសទៅខ្ញុំចេះតុបតែងម៉ែហើយខ្ញុំចេះដាក់ជីតាមលក្ខខណ្ឌដែលកសិកម្មប្រាប់ពីមុនអត់ទេដូចដើមអញ្ចឹងខ្ញុំបាចយកមកដល់ឥឡូវខ្ញុំជីកដៃជុំវិញដើមកាហ្វេយើងក៏ជីកំប៉ុស្តមកស្អាតដល់អញ្ចឹងទៅជីហ្នឹងវាមិនអាចហើទៅលើអាកាសទេហើយយើងមើលដើមកាហ្វេយើងវាល្អជាងមុនប្រព័ន្ធទឹកយើងមានសូឡាហើយពេលថ្ងៃយើងបើកវាផ្លាស់វិញមិនដូចមុន2នាក់ប្រពន្ធប្តីហ្នឹងទៅអស់ហើយយកកូនមកប៉ាក់ទៀតហើយតាណាវាចង់ដេកវាអត់ឲ្យវាដេកទៅនោះប៉ុន្តែឡើយអត់ទេតែម្នាក់ឯងអត់ខ្វល់រឿងហត់រឿងអីចំណាយឆ្នាំហ្នឹងចំណាយវា3000ហើយឃើញចំណេញវាផ្លែគ្រប់ដើមហើយឡើងបើថាយើងគិតក្នុងមួយដើមអាច5គីឡូទៅ6គីឡូសរុបទាំងអស់វាឃើញចង់12000ដែរស្បាយចិត្តឆ្នាំហ្នឹងកម្រួងដាំកាហ្វេ Arabica ដាំក្បែរក្រុមហ៊ុន Coffee ដីទៅហ្នឹងប្រហែលជាកន្លះហាត់ដែរចង់បរិកទៅហ្នឹងមួយទៀតយើងចេះដឹងពី IDA ចេះដឹងពីខាងកសិកម្មហើយមានស៊ីហ្វាទៀតដល់តែយើងចម្ងល់ទៅយើងសួរស៊ីហ្វាក៏បានសួរ IDA ក៏បានហើយខាងកសិកម្មឥឡូវចូលក្នុងក្រុមហ្នឹងអាចនឹងសួរឆ្លើយឆ្លងគ្នាបានស្ងល់ណាស់សួរហ្នឹងអាចនឹងភ្លឺស្វាងពីព្រោះមានអ្នកពីក្រោយខ្នងដូចជាយើងមានអ្នកផ្អែកហើយនឹងយើងអាចធ្វើបានកូនខ្ញុំមាន3នាក់វាជាប់ខាងបរិញ្ញានៅភ្នំពេញដល់អញ្ចឹងទៅខ្ញុំចង់បដិបដាលកូនឲ្យរៀនធ្វើគ្រូធ្វើប៉ែតអញ្ចឹងទៅ